ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះសូមអញ្ជើញតាមដានរឿង One Piece បន្តទៀតការវិភាគមុន Luffy បានឈ្នះការប្រកួតនៅ Block C ហើយគណៈកម្មការបានបង្កើតរំលឹកថាពេលនេះមានបេតិជន3នាក់ដែលត្រូវចូលទៅប្រកួតវគ្គអបិយត្រុតទី1គឺ Luffy ទី2គឺ Bartolomeo ហើយនិងទី3គឺ Burpees ដែលជាកូនចៅរបស់ Blackbeard ឥឡូវហ្នឹងត្រូវឈានចូលដល់ការប្រកួតរបស់ Block D ប៉ុន្តែដោយសារតែទីលានប្រកួតរកការខូចខាតធ្ងន់ធ្ងរគណៈកម្មការរៀបចំការប្រកួតសុំពេល15នាទីដើម្បីជួសជុលតាមទៅមើល Luffy បន្ទាប់ពីគាត់បានដើរចូលដល់ខាងក្នុងមិនទាន់បានសម្រាប់ស្រួលបួលផងស្រាប់តែខាងម្នេះសម្រាប់អ្វីបង្ហាញគាត់នៅស្រែហើយឈ្មោះគាត់ចំថា Luffy ជួយនៅពេលនោះមានបេក្ខជនម្នាក់បាននិយាយដើម Luffy ថា Luffy នឹងមកកែឲ្យគោអីជួយតែមកប្រុសខ្លួនឯងម្នាក់ជួយមិនបានផងហ្នឹងគ្រាន់តែលុយអញ្ចឹងភ្លាម Bartolomeo ប្រចាំម្នាក់ដែលនិយាយដើមមកក្រោកពី Luffy នឹងធ្វើទរណកម្មតែពិត Bartolomeo នឹងគឺជា fan កម្មមុខរបស់ Luffy កាលពីជាង2ឆ្នាំមុននៅ Locktown ពេល Luffy មាននឹងត្រូវបាគីប្រហារជីវិត Bartolomeo បានលើ Luffy ស្រែកថាគាត់នឹងខ្លាយទៅជាស្ដេចចោលសមុទ្រទោះបីជាជីវិតរបស់គាត់ជិតចប់ហើយក៏ដោយនៅពេលនោះមានអភិវិហារមួយបានកើតឡើងគឺរន្ទះបានជួយជីវិតរបស់ Luffy ចាប់តាំងពីពេលនោះមក Bartolomeo បានចាប់តាមដានរឿងរ៉ាវនានាទាក់ទងជាមួយនឹងគ្នារបស់ Luffy មិនឲ្យដាច់ភាគទេគាត់សម្រេចគិតធ្វើជាកោសមុទ្រក៏ដោយសារតែគាត់ចង់ធ្វើតាម Luffy ដែរត្រឡប់មកមើលពេលបច្ចុប្បន្នវិញ Bartolomeo បានបាយអាម្នាក់ដែលមើងញី Luffy នឹងដល់ទូសាច់ហើយនៅក្បែរនោះ Carmanis ក៏ព្យាយាមសម្លាប់ Luffy ផងដែរចំណែក Bartolomeo ពេលឃើញ Luffy នៅចិត្តទៀកបង្កើអញ្ចឹងគាត់មានអារម្មណ៍ថារំភើបចិត្តក៏ដកដួលខ្លាំងណាស់អត់មានពាក្យថ្លែងទេនៅពេលនោះស្រាប់តែលោកអ៊ំឈីមចៅបានទៅដល់ហើយអនគ្រប់អស់គុណ Luffy ក៏មកដល់ដីធ្វើ Luffy យកច្រឡំថាលោកអ៊ំឈីមចៅចៅវាយផាគាត់ម្នាក់ទៀតក៏ដាក់មេប្រូចកិច្ចគេងទៅទីនៅបន្តមកដល់បេខាបានមកជួយនាំផ្លូវ Luffy រត់កិច្ចគេងពីទីនោះព្រោះនាស្គាល់ផ្លូវច្បាស់ហើយនៅតាមផ្លូវ Luffy ក៏បានជួបប្រទះជាមួយនឹង Burgess ដែលកំពុងតែនិយាយទូរស័ព្ទជាមួយនឹង Blackbeard នៅពេលនោះ Blackbeard ក៏សំនិយាយជាមួយនឹង Luffy មកផ្លែផងដែរប៉ុន្តែគ្មានពាក្យអីល្អទេគឺមានតែពាក្យលេបខាយធ្វើឲ្យ Luffy កណ្ដាលកាហាយតែប៉ុណ្ណោះក្រោយមកដល់បេខាក៏នាំ Luffy រត់ទៅមុខបន្តទៀតហើយនៅពេលនោះ Luffy ក៏បានឈប់នៅទៀងលក់អាហារមួយដើម្បីភ្លក់អាហារ free របស់ទេក៏សួរគេថាមានរបស់ free ទៅឲ្យភ្លក់ទៀតអត់យីឲ្យចៅគួរខូចចង់ភ្លក់តើឆ្អែតមកអីដល់ពេលឃើញ Luffy អត់លុយអញ្ចឹងដល់បេខាក៏យកលុយទាំងអស់របស់នាងប៉ា Luffy យកអីមកពេលបន្ទាប់មកដល់បេខាបាននាំ Luffy ទៅកន្លែងស្នាក់នៅរបស់ក្រុម Gladiator ដែលមើលទៅលេខគប់អញ្ចឹងក្នុងពេលនោះនៅពេលដែល Luffy កំពុងតែញ៉ាំអីសោកៗស្រាប់តែមានដៃមនុស្សពីរនាក់មកកាប់ក្រៀក Luffy ជាប់ហើយពួកគេស្រែកប្រាប់ដល់បេខាឲ្យសម្លាប់ Luffy ចោលណែតែជុំមកហូបយើអត់រួចខ្លួនទេហែងបាទបន្ទាប់ពីបានលោតជន់របែខាភ្នួតដីជាប់ហើយ Luffy អត់បានធ្វើអីនាងទេព្រោះគាត់ជាប់ហើយមកហូបសិនក្រោយញ៉ាំរួចហើយ Luffy បានលើកលែងតួឲ្យរបែខាដោយសារតែនាងបានប៉ាយគាត់ញ៉ាំអីតាមពិតទៅរបែខាហើយនៅបាក់ពួករបស់នាងរៀបចំផែនការសម្លាប់ Luffy ហ្នឹងគឺដោយសារតែពួកគេអត់ចោលឲ្យមានគូគូតខ្លាំងៗនៃ Luffy ចូលគូតទេបាក់ពួករបស់របែខាសិតតែជាក្រុម Gladiator ដែលមានរបបពេញខ្លួនដោយសារតែការងារពីកាន់ខៃរបស់ពួកគាត់គឺឡើងទៅវាយកាប់ចាក់គ្នាឲ្យគេមើលកំសាន្ត Doflamingo ស្លាប់សន្យាជាមួយនឹងពួកគាត់ថាបើសិនជាពួកគាត់វាយឈ្នះ 1000 ដងពួកគាត់នឹងត្រូវបានគេអស់លែងយ៉ាងមានសេរីភាពតែប៉ុន្តែពួកគាត់គ្មានសង្ឃឹមថាឈ្នះបាន 1000 ដងទេមានតែកម្ចាត់ Doflamingo ចោលទៅពួកគាត់ឲ្យរួចខ្លួនចាស់ទៅរបាយការណ៍ចៅបាន Flame Flute ដើម្បីធ្វើឲ្យខ្លួនរបស់នាងខ្លាំងអាចមានឱកាសចាត់ការ Doflamingo ចោលដែរនៅពេលនោះរបាយការណ៍ក៏បានជាប្រាប់ Luffy ខ្លះៗថាអ្នកដែលបានមករៀនក្បាច់គុននេះហើយនៅមើលថានាងតាមពីតូចមកគឺ Twoy ដែលជាទាហានជើងមួយម្នាក់ហើយ Luffy ក៏បាននៅឃើញថាគាត់ធ្លាប់ជួបទាហានជើងមួយហ្នឹងនៅមុខ Colosseum ម្ដងដែរបន្ទាប់មកពួកគេបានលេខគណៈកម្មការរៀបចំការប្រកួតបានឱកាសក៏ហៅបេក្ខជននៅ Block B ទៅចូលរួមប្រកួតហើយនៅពេលដែលកំពុងតែធ្វើដំណើរទៅកាន់ទីលានរបាយការណ៍បាននឹកឃើញពីប្រវត្តិរបស់នាងខ្លះៗកាលពី10ឆ្នាំមុននាងហើយនឹងម៉ាក់របស់នាងបានរត់គេចចេញពីសង្គ្រាមពេលរត់ទៅដល់កន្លែងដែលមានសុវត្ថិភាពហើយរបាយការណ៍បានប្រាប់ម៉ាក់របស់នាងថានាងឃ្លានខ្លាំងណាស់ហើយនៅពេលនោះម៉ាក់របស់នាងក៏លួចចូលទៅក្នុងទីក្រុងដើម្បីរកចំណីឲ្យនាងញ៉ាំមួយសន្ទុះក្រោយមកទាហានជើងមួយក៏បានបីសាកសពរបស់ម៉ាក់នាងត្រឡប់មកវិញដែលមានតែនំប៉័ងពីរនំដែលម៉ាក់របស់នាងខំទៅរកឲ្យនាងផងដែរនៅពេលនោះរបាយការណ៍ពិតជាបន្ទោខ្លួនឯងខាងណាស់ដែលមិនចេះទ្រាំអត់ទ្រាំឃ្លានធ្វើឲ្យម៉ាក់របស់នាងជួបរឿងបែបហ្នឹងក្រោយមកបន្ទាប់ពីបានបញ្ចុះសពម៉ាក់របស់នាងរួចហើយទាហានជើងមួយបានសុំទោសរបាយការណ៍ដែលមិនអាចការពារម៉ាក់របស់នាងបានប៉ុន្តែគាត់បានសន្យាជាមួយរបាយការណ៍ថាគាត់នឹងយកជីវិតរបស់គាត់មកការពាររបាយការណ៍ឲ្យបានចាប់តាំងពីពេលនោះមកទាហានជាមួយបានខិតខំទៅធ្វើការដើម្បីរកលុយទិញចំណីឲ្យរបាយការណ៍ញ៉ាំមានថែមួយគាត់បានជួបប្រយុទ្ធជាមួយនឹងខ្យាយចោមង្វូដែលចង់ខំរបាយការណ៍បណ្ដាឲ្យត្រូវរមួលធ្ងន់រហូតដល់សន្នប់នៅពេលនោះរបាយការណ៍ពិតជាភ័យខ្លាំងណាស់ប៉ុន្តែទាហានជាមួយគ្រាន់តែប្រេងមីងលេងតែប៉ុណ្ណោះគាត់អត់អីទេរយៈពេលក្រោយៗមកទាហានជាមួយមើលថែរបាយការណ៍បានយ៉ាងល្អដែលឪពុកមើលថែកូនអញ្ចឹងក្រោយមកខែមួយពេលទាហានជាមួយចេញទៅធ្វើការបាត់មានជើងពី2នាក់បានមកចាប់របាយការណ៍យកទៅលក់សំណានដែរដែលទាហានជាមួយមកតនហើយជួយសង្គ្រោះនាងបានចាប់តាំងពីពេលនោះមកទាហានជាមួយចាប់ផ្ដើមមករៀនក្បាច់គុនរបាយការណ៍ដើម្បីឲ្យនាងចេះការពារខ្លួន
ត្រឡប់មកបច្ចុប្បន្នវិញពេលរបែកខាធ្វើដំណើរទៅដល់ទីលានប្រកួតពួកក្រុមអ្នកមើលបាននាំគ្នាបួររបែកខាដោយសារតែពួកវាស្អប់របែកខាខ្លាំងណាស់ឃើញទៀតលូហ្វីដែលមើលតាមទូរទស្សន៍អត់យល់ទេថាហេតុអីបានប្រជាជនធ្វើដាក់របែកខាបែបហ្នឹងហើយនៅពេលនោះមាន Gladiator ម្នាក់ប្រាប់គាត់ថាមកពីរបែកខាហ្នឹងគឺជាចៅរបស់ស្ដេច Rico ដែលជាស្ដេចមុនហើយប្រជាជនស្អប់ស្ដេចមុនខ្លាំងណាស់សូមបញ្ជាក់ម្ដងទៀតថាស្ដេចបច្ចុប្បន្នគឺ Doflamingo នឹងឯងពេលដឹងរឿងហ្នឹងលូហ្វីយល់ថារាស្ដេចមុនអត់មានអីតែតើជាមួយរបែកខាទេហើយក្រុម Gladiator ក៏យល់អញ្ចឹងដែរពួកគេថែមទាំងបាននិយាយថាពេលនេះរបែកខាគឺជាក្តីសង្ឃឹមចុងក្រោយរបស់ពួកគេបើសិនជានាងយកបាន Flame Fruit ហើយអាចទៅចាត់ការដូរ Flamingo ចោលបាននោះពួកគេនឹងមានសេរីភាពត្រឡប់ទៅមើលនៅទីលានប្រកួតមានបេក្ខជនខ្លះបាននិយាយចំអន់ឲ្យរបែកខាថាវិជាជនស្អប់នាងជាស្អប់អត្តពៈ Bartolomeo ទៀតទៅពេលនោះទេវបុត្រជីសេសសឈ្មោះ Cavendish បានចូលទៅដល់ទីលានប្រកួតហើយបានជួយនិយាយការពារនាងគាត់ថារបែកខាគឺជានារីក្លាហានម្នាក់ដែលហ៊ានយកជីវិតមកបដូរនៅលើទីលានប្រកួតមិនគួរណាអ្នកទាំងអស់គ្នានាំគ្នាបួលនាងអញ្ចឹងទេបើសិនជាទាំងអស់គ្នាស្អប់នាងណាស់ជាងមកប្រយុទ្ធជាមួយនាងមកសម្ដីរបស់ Cavendish នៅពេលនោះធ្វើឲ្យអ្នកមើលគាត់ត្រគាត់យ៉ាងខ្លាំងចំណែក Cavendish ក៏សប្បាយចិត្តចោលហោះហដាព្រោះគាត់ខាមនឹងវិជាប្រយោជន៍ភាពកែងជាង3ឆ្នាំហើយបន្តមកគណៈកម្មការបានបែកគូដើម្បីចាប់ផ្ដើមការប្រកួតនៅប្លុកមីចាប់ផ្ដើមឡាដែលបែកខាត្រូវបានបេក្ខជនមួយចំនួនព្រួតវាយឃើញគេលូហ្វីខឹងខ្លាំងណាស់មិនក៏មានម្លេចថោកទាបដល់ថ្នាក់ហ្នឹងមួយមានមីធំប៉ិនក៏បីទៅវាយស្រីម្នាក់ប៉ុន្តែក្រុម Gladiator ប្រាប់ថាវាជារឿងធម្មតាទៅហើយមូលហេតុគឺដោយសារតែក្រុមអ្នកមើលស្រែកឲ្យគេចាត់ការរបែកខាមុនគេដល់ពេលអញ្ចឹងលូហ្វីក៏ស្រែកដែរតែគាត់ស្រែកគាំទ្ររបែកខាទីនេះវាយរបស់របែកខាមិនមែនទៅវាយបហាគេទេគឺមានវាយបែបការពីខ្លួនហើយភាគច្រើននាងមិនឆោតឲ្យគូបដិបត្តិរបស់នាងធ្លាក់ទឹកYeah, how to say we're fine if we're moving around chết mà yeah កាត់ទៅមើលឡបន្តិចពេលនេះគាត់កំពុងតែរត់គេចចេញពី Doflamingo នៅឡើយទេឡនៅតែមិនតន់អត់ចិត្តរឿងដែល Doflamingo អាចបង្ខំឲ្យរត់ថៅបាផលិតព័ត៌មានខ្លាយបានហើយ Doflamingo មិនជេរនិយាយអីច្រើនជាមួយឡទេនឹងតែបដិញចាប់ឡដើម្បីសម្រាប់គាត់ចោលក្រៅមកនៅទីបំផុត Doflamingo អាចកាប់ឡចងជាមួយដើមឈើធំមួយបានហើយទាមទារឲ្យឡបកគោស៊ីសាឲ្យគាត់នៅពេលនោះឡបាននិយាយចាក់ចំថា Doflamingo មិនមែនត្រូវការស៊ីសាទេគឺ Doflamingo ត្រូវការអ្នកដែលគេផលិត Devil Fruit សិប្បនិមិត្តឈ្មោះ Smile ហើយបើសិនជា Doflamingo មិនអាចផ្គត់ភូមិ Smile ទៅឲ្យ Emperor ឈ្មោះ Kaido បានទេ Kaido នឹងសម្លាប់គាត់ចោលដល់ទៅពេលឡដឹងរឿងគាត់ច្រើនពេកអញ្ចឹង Doflamingo ខឹងក៏ចង់សម្លាប់ឡបំបិទមាត់តែមិនមកសម្រេចទោះជាយ៉ាងណាក្រោយមកបន្តិច Doflamingo នៅតែអាចកាប់ឡបានដដែលពេលហ្នឹងគាត់មាននៅសម្រាប់ឡចោលទៅហើយតែ Fujitora បានចូលមកជួយធ្វើអន្តរាគមន៍ Fujitora និយាយថាគាត់មានទួនាទីមួយកាប់ឡទាំងនោះទៅកាត់ទោសពេលហ្នឹង Doflamingo ក៏មិនហ៊ានប្រឆាំងដែរតែគាត់ត្រូវការយកបេះដូងរបស់ស៊ីសាទាំងវិញសម្រាប់ឡពេលនេះគាត់ត្រូវបាន Fujitora ប្រើថាមពលទំនាញផែនដីទាញគាត់ឲ្យដីនឹងដីងើបអត់រួចទេបន្តមក Doflamingo បាននិយាយអំពីប្រវត្តិរបស់គាត់ឲ្យឡបានដឹងខ្ញុំសូវសង្ខេបពីសម្ដីរបស់គាត់ឲ្យខ្លីដើម្បីងាយយល់គឺថាកាលពីជាង800ឆ្នាំមុនក៏ត្រែរ៉ូសានឹងគឺស្ដេចតកូដងគីអូតេរបស់ Doflamingo ជាអ្នកគ្រប់គ្រងហើយបន្ទាប់ពីគ្រួសារស្ដេចដងគីអូតេទៅចូលរួមមកការរដ្ឋាភិបាលពិភពលោកក៏ត្រែរ៉ូសាក៏បោះឆ្នោតឬស្ដេចក្មេងដែលជាខ្សែស្ដេចរបស់ស្ដេចវិកគូចំណុចសំខាន់ពីរដែល Doflamingo ចង់និយាយគឺទី1គឺក៏ត្រែរ៉ូសាជារបស់គ្រួសារគាត់ទី2គាត់គឺជា Celestial Dragon ជាឲ្យទៅ Doflamingo មានអំណាចខ្លះៗឲ្យបញ្ជាក្បាលរដ្ឋាភិបាលបានកាត់ទៅមើល Robin Usopp ហើយនិងក្រុម Tontatta នៅពេលនេះពួកគេបានធ្វើដំណើរទៅដល់ទីស្នាក់ការធំរបស់ក្រុមបដិវត្តហើយនៅទីនោះទាហានជាមួយបាននិយាយពីផែនការដើម្បីបដូររំលំរបបដឹកនាំរបស់ Doflamingo ហើយជួយស្ដេច Riku ឲ្យឡើងមកក្រងរាជវិញចំណែក Usopp ក៏ចូលរួមស្ដាប់នឹងគេដែរតែក៏រំមើលផ្លូវដើម្បីរត់គេចតែប៉ុណ្ណោះកាត់ទៅមើល Zoro ពេលនេះគាត់ប្រពន្ធតែរត់សណ្ដែតទៅទូសាននេះជាមួយ Vicky ដើម្បីជួយគ្នារបស់គាត់ Vicky សើដឹងថាពេលនេះទូសាននេះហើយឃើញគ្នារបស់ Zoro ត្រូវបាន Diola ធ្វើឲ្យខ្លាចទៅជារូបគំនូរមកហើយដោយសារតែនាងគឺជាកញ្ញាសិទ្ធិការពិសេសនេះដឹងថា Doflamingo មានកូនចៅខ្លាំងចំនួន3នាក់គឺ Pika, Diamante ហើយ Chaebol នៅពេលនោះ Zoro ឆ្ងល់ថាវិធីដឹងរឿងច្រើនមែននៅក្មេងសោះតែ Zoro មិនចង់ជឿសោះពេលវិធីប្រាប់គាត់ថានាងមានអាយុ27ឆ្នាំហើយបន្ទាប់មក Zoro មករត់ទៅជួបសានជីហើយនឹងKinemonនៅតាមផ្លូវនៅទីនោះ Violet ក៏បានចេញមកប្រាប់ពួកគេផងដែរថាពេលនេះ Chiola កំពុងតែយកទូកសាននេះទៅកាន់កោះ Green Beach ពេលដឹងគេសានជីក៏សុំធ្វើជាទេវបុត្រជីសេសទៅឃើញ Nami ចំណែក Zoro និង Kinemon ទៅរក Luffy ដើម្បីអាប់ដេតព័ត៌មានឲ្យគាត់បានដឹងកាត់ទៅមើលនៅទូកសាននេះពេលនេះ Brook ហើយនៅ Chiola កំពុងតែរំសម្បាយដោយសារតែពួកគាត់ជាអ្នកសិល្បៈដូចគ្នាចំណែក Chopper, Nami ហើយនិង Momonosuke ត្រូវបាន Chiola ចាប់ដាក់ចូលទៅក្នុងរូបគំនូរអស់ហើយពួកគេមានអារម្មណ៍ថាឈឺចិត្តណាស់ដល់ពេលដែលឃើញ Brook ក្បត់ពួកគេអញ្ចឹងតែតាមពិតទៅ Brook មិនបានក្បត់ទេគាត់ធ្វើជាត្រូវគ្នាជាមួយ Chiola ដើម្បីរកឱកាសវាយប្រហារទៅលើនាងតែប៉ុណ្ណោះបន្ទាប់ពីចាត់ការ Chiola បានហើយអ្វីៗបានត្រឡប់មកដូចដើមវិញនៅពេលនោះ Nami បានបញ្ជាឲ្យ Brook យកខ្នោសដៃស៊ីពី Listen Stone ទៅដាក់ឲ្យ Chiola ប៉ុន្តែដោយសារតែ Brook មានថាមពល Devil Fruit គាត់អត់ហ៊ានប៉ះខ្នោសដៃនោះទេដល់តែលវដល់ពីចាំគ្នាចោលឡើងយកឡើង Chiola ក៏ភ្ញាក់ដឹងខ្លួនមកវិញហើយដោយសារតែខឹងខ្លាំងពេក Chiola បានធ្វើឲ្យសមុទ្រនិងមេឃជុំវិញទីនោះក្លាយទៅជារូបគំនូរទាំងអស់
នៅពេលជាមួយគ្នាសានជីកំពុងតែធ្វើដំណើរជាមួយនឹង Violet ដើម្បីតាមរកទូកសាននេះហើយនឹងជួយគ្នារបស់គាត់ Violet ប្រាប់សានជីថានាងមើលឃើញនាវាចម្បាំងរបស់កងបរិនចំនួន4គ្រឿងនៅកោះ Dressrosa នឹងហើយបើតាមការស្មានរបស់នាងបច្ចុប្បន្នកងបរិននៅលើកោះនោះមានមិនតិចជាង 3000 នាក់ទេសមត្ថភាពពិសេសរបស់ជាឡាគឺនាងអាចមើលបានចម្ងាយរហូតដល់ 4000 ម៉ែត្រប៉ុន្តែចម្លែកណាស់នៅពេលនេះនាងមើលឡើងឃើញទូកសាននេះហើយបានអីមើលឃើញមកជាឡាបិទបាំងទូកសាននេះចិត្តឆាំងណៃហ្នឹងចំណែកសមត្ថភាពពិសេសរបស់ជាឡាគឺនាងអាចបង្កើតរូបគំនូររញ៉េរញ៉ៃដែលគេហៅថា abstract art អារូបហ្នឹងអ្នកដែលមាន IQ ទាបតែ admin មើលអត់យល់ទេយ៉ាងហើយសំកាត់កាត់ចុចបាយនៅកន្លែងហ្នឹងឲ្យខ្លីបន្តិចទៅដើម្បីងាយស្រួលយល់គឺនៅទីបំផុតក្រុមរបស់ Nami អាចចាត់ការជាឡាបានហើយនៅពេលនេះ Violet អាចមើលឃើញទូកសាននេះបានវិញហើយត្រឡប់ទៅមើលឡវិញពេលដឹងថា Doflamingo គឺជា Celestial Dragon គាត់ភ្ញាក់បានណាប៉ុន្តែ Doflamingo បានប្រាប់ឡថាមិនបាច់ភ្ញាក់បានទេព្រោះពេលនេះគាត់លែងជា Celestial Dragon ហើយនៅពេលនោះផងណា Fujiwara ដែលមានដូចជាអ្វីបានលើសម្លេងរន្ទះប៉ុន្តែចម្លែកណាស់មេស្លាសមានរន្ទះមកពីណាពេលនោះឡដឹងភ្លាមថារន្ទះហ្នឹងគឺស្នាដៃ Nami ជាអ្នកបង្កើតមានន័យថាទូសានេះនៅក្បែរកោះ Green Beach ហ្នឹងទេបន្តមកស៊ីសាបានទានទាឲ្យ Doflamingo បកគលបេដូឲ្យគាត់វិញប៉ុន្តែឡបាននិយាយថាបេដូនោះមិនមែនជារបស់ស៊ីសាទេដល់ពេល Doflamingo ធ្វើតេស្តទៅវាប៉ាត់ជាងមែនបេដូនោះគឺជារបស់ Maremre នៅក្បែរនោះតែប៉ុណ្ណោះនៅពេលនោះឡបានបដូរខ្លួនរបស់គាត់ជាមួយថ្មម្នងហើយឆក់យកស៊ីសារត់កិច្ចចេញពីទីនោះNo, there's no way to run. Like, គុំណោរបស់ឡនៅពេលនោះគឺកោរត់ឆ្លោះស្ពានហើយលួចទម្លាក់ស៊ីសានៅទូសាននេះប៉ុន្តែ Doflamingo ឆាណាដល់ពីគុំណោរបស់ឡមុននៅពេលនោះ Doflamingo ជប់តាមឡហើយហោះសម្ដៅទៅទូសាននេះដើម្បីបំផ្លាញទូសាននេះចោលធ្វើឲ្យគ្នារបស់ Nami មានការភ័យខ្លាចខ្លាំងសំណានអស់ជាសានជីទៅដល់ទីនោះតាន់យ៉ាបើចំបើយ៉ាអត់ស្ពានចាយ៉ានោះក្រៅពីគ្នាមកប្រាយយើងឃើញថាសានជីមិនមែនជាដៃគូរបស់ Doflamingo ទេនៅពេលនោះ Doflamingo បានប្រើខ្សែសំណាញ់កាប់សានជីជាប់បន្តមកឲ្យកោស្លាប់គាត់ទៀតសំណាលល្អបានឡចូលទៅជួយតន់ក្រោយមកបន្ទាប់ពីឡមិនគឹងស៊ីសាហើយនៅសានជីទៅដល់ទូសាននេះហើយឡក៏ប្រាប់ Nami ឲ្យប្រញាប់ជាងទូទៅកោមួយហៅថាសូប៉ុន្តែ Doflamingo មិនអនុញ្ញាតឲ្យពួកគេរួចខ្លួនបានងាយទេក៏ដេញតាមបាយបហាពួកគេពេលនោះឡបានប្រាំ Nami ឲ្យបោះទូទៅកន្លែងដែលមានមេសាឡាអត់មានបពកព្រោះការដែល Doflamingo ជាហោះគឺដោយសារតែគាត់ប្រើខ្សែតោបពកបន្តមកឡបានចាត់ជាអូឡាធ្វើជាចំមាត់ខ្មាំងហើយគ្នារបស់ Nami បានប្រើ Kuda Bus រញទូសាននេះគេគិងទៅទីនោះជាមិនតាន់បន្ទាប់ពីទូសាននេះទៅដល់កន្លែងដែលមេសាឡាអត់មានបពកហើយឡក៏យកជាអូឡាទៅកាន់ស្ពានវិញកាន់គឺប្រយុទ្ធជាមួយនឹង Doflamingo គោលបំណងរបស់ឡគឺមិនចង់ឲ្យ Doflamingo ត្រឡប់ទៅកោះ Dressrosa នៅពេលនេះទេដោយសារតែគាត់ចង់ទៅពេលគ្នារបស់ Luffy កំតិករងចាក់ផលិតស្មាយបន្តមកមុនពេលប្រយុទ្ធគ្នាជាមួយ Doflamingo ឡបានដោះលែងជាឡាឲ្យត្រឡប់ទៅវិញហើយក្រោយមកមិនយូរប៉ុន្មានការប្រយុទ្ធការសហរវាងពួកគេទាំងពីរបានចាប់ផ្ដើម Yes សម្រាប់នេះជំរាបសួរអ្នកទាំងអស់គ្នាពេលនេះសូមជើញតាមដានរឿង One Piece បន្តទៀតវីដេអូនេះចាប់ផ្ដើមពី Zoro ហើយនិង Kinemon ចង់ទៅរក Luffy នៅ Colosseum គ្រាន់តែទៅដល់ភ្លាម Zoro ចង់កាត់របត់ដៃចូលទៅខាងក្នុងដើម្បីរក Luffy តែម្ដងតែ Kinemon បានគាត់ដោយសារតែគាត់មិនចង់ឲ្យគេផ្អើលពេលនោះពួកគេបានទាស់សម្ដីគ្នាលើដល់ Bartolomeo ដែលដើរកាត់ទីនោះពេលបានឃើញ Zoro Bartolomeo រំភើបចិត្តពេកក្រៃគាត់ដឹងតិចទីពី Zoro ដឹងថា Zoro នេះជាដៃស្ដាំរបស់ Luffy Zoro ជាអ្នកប្រើក្បាច់ដាវ3និយាយទៅអ្វីៗរបស់ Zoro សិតតែលុយទាំងអស់សម្រាប់គាត់នៅពេលនោះ Bartolomeo បានហៅ Zoro សិតតែ Mr. White Captain គាត់ប្រាប់ Zoro ថាគាត់ក៏ស្គាល់ Luffy ដែរមិនតែងខ្លួនកុហកគាត់ទេដល់ពេលអញ្ចឹង Zoro ក៏ពឹង Bartolomeo ឲ្យទៅហៅ Luffy ឲ្យគាត់ពេលបាន idol ពឹងអញ្ចឹង Bartolomeo សប្បាយចិត្តចង់ហោះតែ Bartolomeo សុំដាក់លក្ខខណ្ឌមួយពេលគាត់ហៅ Luffy បានហើយគាត់សុំហត្ថលេខាពី Zoro មួយបន្តមក Bartolomeo បានរត់យ៉ាងលឿនទៅរក Luffy តែនៅក្នុងចិត្តសប្បាយរីករាយក្រៃលែងនិយាយពី Luffy ពេលនេះគាត់កំពុងតែតាមដានការប្រកួតរបស់ Rebecca យ៉ាងជក់ចិត្តក្បាច់ប្រយុទ្ធរបស់ Rebecca នៅតែដដែលគឺនាងវាយការពីខ្លួនហើយនៅធ្វើឲ្យគូប្រកួតរបស់នាងធ្លាក់ចូលទឹកប៉ុន្តែនៅពេលដែលការប្រកួតខិតទៅជិតចប់គូប្រកួតរបស់នាងកាន់តែខ្លាំងនៅពេលនោះ Rebecca ត្រូវប្រឈមមុខជាមួយនឹងបរិសុទ្ធមេធំម្នាក់ឈ្មោះ Logan នាងខំព្យាយាមរត់គេចចេញពីម្នាក់នឹងដែរតែម្នាក់នឹងតាមស្អិតណាស់នៅពេលនោះផងដែរមានបេក្ខជនម្នាក់លោតទៅវាយប្រហារ Logan ពីក្រោយប៉ុន្តែត្រូវ Logan ចាប់បានហើយច្បាច់បាក់ឆ្អឹងពេលឃើញឱកាសល្អ Rebecca ក៏ព្យាយាមរត់គេចបន្តទៀតប៉ុន្តែសំណាងមិនល្អសោះលើកនេះនាងផ្លោះស្នៀតហើយត្រូវបាន Logan ចាប់បានពេលឃើញចឹងក្រុមអ្នកមើលម្នាក់ៗសប្បាយចិត្តណាស់ព្រោះពួកគេចង់ឲ្យ Rebecca ស្លាប់យូរហើយចំណែក Logan ក៏ដូចជាស្អប់ Rebecca ខ្លាំងណាស់ដែរចឹងហើយទៅគាត់ច្បាច់ធ្វើទរណកម្មនាងចង់ឲ្យនាងស្លាប់ដោយវេទនានៅពេលដែលអ្វីៗមើលទៅដូចជាអស់សង្ឃឹមហើយស្រាប់តែមានបេក្ខជនចិត្តល្អម្នាក់ឈ្មោះ Achilles ចូលមកជួយ Rebecca ការប្រយុទ្ធនៅលើកនោះ Achilles ទៅមិនរួចជាមួយ Logan ទេប៉ុន្តែ Rebecca មើលឃើញឱកាសល្អក៏លោតឡើងជាន់លើខ្នង Achilles ហើយប្រើក្បាច់ពិសេសរបស់នាងទះដៃហើយនឹងកោះជើងរបស់ Logan ទម្លាក់ទឹក
ទោះជាយ៉ាងណាក៏ដោយការប្រកួតនៅតែបន្តយូរទៀតមិនទាន់ចប់ត្រឹមនឹងទេឡោះទៅមើលបាល់ថឡូមេអូវិញគាត់បានដើររករូហ្វីទៅដល់បន្ទប់មួយដែលនៅទីនោះគេមិនឲ្យគាត់ចូលទៅមើលទេដោយសារតែទីនោះគឺជាកន្លែងព្យាបាលអ្នកដែលវាយចាញ់នៅពេលនោះបាល់ថឡូមេអូបានចោទសម្ដីថាបើវាយចាញ់គេហើយព្យាបាលពួកគេធ្វើអីបង្កឲ្យមានការតសម្ដីគ្នាមកប្រើតែមិនដល់ថ្នាក់វាយគ្នាទេបន្ទាប់មកគេបានបង្ហាញឲ្យឃើញថាក្រុមអ្នកវាយចាញ់ទាំងនោះមិនត្រូវបានគេយកទៅព្យាបាលទេគឺគេយកទៅទម្លាក់ចោលនៅកន្លែងចាក់សម្រាមមួយសូម្បីតែអ្នកខ្លាំងៗដូចជាលោកអ៊ំឈីមចៅក៏ត្រូវបានគេទម្លាក់ចោលទៅទីនោះផងដែរនៅទីនោះអត់មានផ្លូវចេញទេសូម្បីតែស្ដេចអេលីសាបេឡូចង់ប្រើកណ្ដាប់ដៃរបស់គាត់វាយដំណក់ខ្លួនក៏ទៅមិនរួចដែរព្រោះទីនោះជាបន្ទប់ក្រោមដីនៅទីនោះផងដែរអតីតមេបញ្ជាការរបស់ស្ដេចរីគូឈ្មោះថេងបានមើលស្គាល់បេក្ខជនឈ្មោះរីគីថាជាស្ដេចមុនឈ្មោះរីគូនៅពេលនោះបេក្ខជនរីគីក៏អត់បានលាក់បាំងទៀតដែរគាត់សារភាពថាគាត់គឺជាស្ដេចរីគូពិតមែនហើយពេលឃើញចឹងម្នាក់ៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំណែកស្ដេចអេលីសាបេឡូរំភើបចិត្តណាស់ពេលបានជួបមិត្តចាស់អញ្ចឹងនៅពេលនោះមានកូនចៅដែលធ្លាប់ជាកងទ័ពរបស់ស្ដេចរីគូបាននាំគ្នាមកគ្រប់ស្ដេចរីគូគ្រប់គ្នាហើយក៏មានថយខ្លះដែលនៅមានការចងចាំងើបមកគ្រប់គាត់ផងដែរសម្រាប់អ្នកដែលមិនដឹងការពិតសិតតែនាំគ្នាគិតថាស្ដេចរីគូគឺជាមនុស្សអាក្រក់ប៉ុន្តែការពិតមិនមែនអញ្ចឹងទេកាត់ទៅមើលនៅទីស្នាក់ការក្រុមបដិវត្តប្រឆាំងជាមួយដូហ្វ្លេមីងហ្គោវិញស្ដេចកានឈូបាននិយាយពីប្រវត្តិរបស់ប្រជាជនថនថាថាកាលពី900ឆ្នាំមុនស្ដេចតកូដងឃីអូតេរបស់ដូហ្វ្លេមីងហ្គោបានទៅបោកបញ្ឆោតប្រជាជនថនថាឲ្យទៅធ្វើជាទេសកលរបស់ពួកគេអស់រយៈពេលជាង100ឆ្នាំវាគឺជាយុគសម័យដ៏ខ្មៅងងឹតដែលគ្រួសារដងឃីអូតេធ្វើដាក់ពួកគេដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនបន្ទាប់ពីស្ដេចតកូដងឃីអូតេទៅចូលរួមជាមួយនឹងរដ្ឋាភិបាលពិភពលោកបាត់ទៅប្រជាជននៅត្រេរ៉ូសាក៏បោះឆ្នោតរើសស្ដេចថ្មីដែលជាដូនតារបស់ស្ដេចរីគូហើយខ្សែស្រឡាយរបស់ស្ដេចរីគូនឹងធ្វើល្អដាក់ប្រជាជនខ្លាំងណាស់ស្ដេចថ្មីនឹងបានជួយដោះលែងប្រជាជនថនថាពីរបបទាសភាពអោនក្បាលដល់ដីដើម្បីសុំទោសពួកគេហើយអនុញ្ញាតឲ្យពួកគេយកអីក៏បានដែរឲ្យទៅនៅក្នុងទឹកដីរបស់ត្រេរ៉ូសាអញ្ចឹងហើយទៅការពីក្រុមលូហ្វីមកជាន់ទឹកដីត្រេរ៉ូសាពីដំបូងមានគេមកយកដែររបស់សូរ៉ូទៅអត់មានប្រាប់អីមួយម៉ាត់ពីការដល់នោះប្រជាជនថនថាបាននាំគ្នាមើលថែធម្មជាតិនិងដាំផ្កាយ៉ាងស្រស់បំព្រងទូទាំងត្រេរ៉ូសាចាប់តាំងពីពេលនោះមករយៈកាលជាង800ឆ្នាំរាជាណាចក្រថនថាហើយនិងគ្រួសាររបស់ស្ដេចរីគូរស់នៅជាមួយគ្នាយ៉ាងសុខសាន្តរហូតដល់10ឆ្នាំចុងក្រោយនេះការវិលត្រឡប់មកវិញរបស់គ្រួសារដងឃីអូតេគឺដូហ្វ្លេមីងហ្គោនឹងឯងបានធ្វើអ្វីៗគ្រប់យ៉ាងប្រែប្រួលកលៈចាក់អស់ស្ដេចកានឈូបានប្រាប់ថាដូហ្វ្លេមីងហ្គោបានចាប់ប្រជាជនថនថាចំនួន500នាក់រួមទាំងកូនស្រីរបស់គាត់ឈ្មោះម៉ាន់ជេរីម្នាក់ផងដែរទៅធ្វើជាទេសកលរបស់ពួកគេអញ្ចឹងហើយទៅពេលនេះដោយសារតែមានវីរបុរសអ៊ូសាប់ស្ដេចកានឈូបានសម្រេចចិត្តទៅជួយរំដោះប្រជាជនរបស់គាត់ត្រឡប់មកវិញនៅពេលនឹងផងដែររ៉ូប៊ីនបានសួរទាហានជើងមួយថាម្នាក់ស្រីដែលកំពុងតែប្រកួតហ្នឹងគឺជានរណាគេហើយទាហានជើងមួយបានប្រាប់ថានាងឈ្មោះរ៉ាបៃខាជាចៅស្រីរបស់ស្ដេចរីគូហើយនិងជាកូនស្រីបង្កើតរបស់គាត់បានបន្តទៀតថា10ឆ្នាំមុនពេលដូហ្វ្លេមីងហ្គោមកដល់កោះត្រេរ៉ូសាជាជនទាំងអស់គ្នាសុទ្ធតែស្រឡាញ់ហើយនិងគោរពស្ដេចរីគូខ្លាំងណាស់ដោយសារតែស្ដេចរីគូចេះយល់ពីសុខទុក្ខរបស់ប្រជាជនក្រោមការដឹកនាំរបស់ដូនតាស្ដេចរីគូរយៈពេលជាង800ឆ្នាំកោះត្រេរ៉ូសាមិនដែលមានសង្គ្រាមទេរហូតដល់មានយប់មួយដូហ្វ្លេមីងហ្គោបានទៅជួបស្ដេចរីគូដល់ប៉ារីសដំណាក់តែម្ដងគ្រាន់តែបានលើតកូដងគីអូតេរបស់ដូហ្វ្លេមីងហ្គោស្ដេចដឹងភ្លាមថាដូហ្វ្លេមីងហ្គោនឹងគឺជាកូនចៅផៅសន្តានរបស់ស្ដេចជំនាន់មុនហើយដូហ្វ្លេមីងហ្គោទៅជួបស្ដេចនៅពេលហ្នឹងគឺដើម្បីទាមទារយកកោះត្រេរ៉ូសាវិញបើសិនជាស្ដេចមិនព្រមឲ្យទេនឹងកើតសង្គ្រាមតែដូហ្វ្លេមីងហ្គោគឺជា businessman គាត់បានឲ្យជំរឿមួយទៀតទៅស្ដេចរីគូថាបើសិនជារកលុយឲ្យគាត់បាន 10,000 លានបេរីមុនពេលថ្ងៃរះគាត់នឹងលក់កោះត្រេរ៉ូសានឹងទៅឲ្យស្ដេចរីគូពេលនោះដើម្បីបញ្ជាសង្គ្រាមដែលនាំឲ្យមានមនុស្សស្លាប់ស្ដេចរីគូសុកចិត្តរកលុយឲ្យដូហ្វ្លេមីងហ្គោប៉ុន្តែដោយសារតែលុយនៅក្នុងវាំងមានអត់គ្រប់ស្ដេចក៏បញ្ជាឲ្យទាហានដើររែកគៀលុយពីប្រជាជនទាំងយប់ដំបូងឡើយប្រជាជនមានភាពសាក់ស្ទើរដោយសារតែពួកគេអត់ដឹងថាស្ដេចប្រមូលលុយយកទៅធ្វើអីហើយស្ដេចក៏អត់បានប្រាប់ប្រជាជនពីហេតុផលដែរដោយសារតែវាជាលក្ខខណ្ឌរបស់ដូហ្វ្លេមីងហ្គោមិនឲ្យស្ដេចប្រាប់ប៉ុន្តែនៅពេលដែលឃើញស្ដេចសម្បូរអោនក្បាលដល់ដីប្រជាជនដែលធ្លាប់ទៅទុកចិត្តស្ដេចបាននាំគ្នាប្រមូលទ្រព្យសម្បត្តិរបស់ពួកគេចេញមកទាំងអស់ក្រោយមកបន្ទាប់ពីទាហានប្រមូលទ្រព្យសម្បត្តិពីប្រជាជនបានហើយស្រាប់តែដូហ្វ្លេមីងហ្គោប្រើខ្សែទៅបញ្ជាស្ដេចឲ្យដេញកាប់ប្រជាជនហើយដុតផ្ទះប្រជាជនចោលទៀតនៅយប់នោះមិនត្រឹមតែស្ដេចទេដូហ្វ្លេមីងហ្គោក៏បានប្រើខ្សែទៅបញ្ជាទាហានវាំងឲ្យជួយដេញកាប់សម្លាប់និងដុតផ្ទះរបស់ប្រជាជនផងដែរក្នុងពេលជាមួយគ្នាកូនចៅរបស់ដូហ្វ្លេមីងហ្គោដែលកាលពីពេលនោះមានម៉ូណេម្នាក់ផងដែរបានសម្រុកចូលទៅក្នុងវាំងចាប់កូនបើរបស់ស្ដេចឈ្មោះវីអូឡាធ្វើជាចំណាត់ខ្មាំងគោលដៅរបស់ពួកគេគឺដណ្ដើមកាន់កាប់រាជវាំងនៅខាងក្រៅវាំងឯនោះវិញដូហ្វ្លេមីងហ្គោបានដឹកនាំកូនចៅខ្លាំងៗរបស់គាត់3នាក់ទៅចាត់ការក្រុមទាហានវាំងដើម្បីជួយសង្គ្រោះប្រជាជននៅពេលនោះផងដែរដូហ្វ្លេមីងហ្គោបានចាត់ការស្ដេចរីគូដោយផ្ទាល់ដើម្បីបង្ហាញឲ្យប្រជាជនឃើញថាគាត់គឺជាវីរបុរសមកជួយសង្គ្រោះកោះត្រេរ៉ូសានេះគឺជារឿងរ៉ាវកំសត់ទាក់ទងជាមួយនឹងប្រវត្តិរបស់ស្ដេចរីគូរឿងមួយទៀតដែលទាហានជាមួយប្រាប់គ្នារបស់លូហ្វីផងដែរគឺនៅពេលនេះស្ដេចរីគូនៅមានជីវិតទេដោយសារតែកូនបើរបស់គាត់ឈ្មោះវីអូឡាដែលមានជំនាញពិសេសសុខចិត្តទៅធ្វើការបម្រើដូហ្វ្លេមីងហ្គោដើម្បីជាថ្នូរកុំឲ្យដូហ្វ្លេមីងហ្គោសម្លាប់ព្រះបិតារបស់នាងហើយបច្ចុប្បន្ននេះព្រះនាងវីអូឡាគឺ Violet នឹងឯងរឿងទាំងអស់នេះស្ដាប់មើលទៅកំសត់ខ្លាំងណាស់ហើយអ្នកដែលយំស៊ីអារម្មណ៍ជាងគេគឺ Frankie គាត់ចង់តែចេញទៅចាត់ការដូហ្វ្លេមីងហ្គោចោលឥឡូវហ្មងទេតែឧស្សាហ៍បានខាត់កាត់ទៅមើលស្ដេចរីគូមួយផ្លែតពេលនេះនៅកំណោសារាមសល់តែគ្នា2នាក់ទេចំណែកអ្នកផ្សេងទៀតត្រូវបានគេចាប់យកទៅធ្វើជាថយអស់ហើយកាត់ទៅមើលលូហ្វីពេលអង្គុយមើលទូសក់គាត់ក៏នឹកឃើញចេញទៅក្រៅមើលរបាយការណ៍វាយដោយផ្ទាល់ដើម្បីជួយស្រែកគាំទ្រនាងហើយពេលចេញដល់ខាងក្រៅបន្ទប់ចៃដនបាតឡូមេអូបានឃើញគាត់នៅពេលបានជួបលូហ្វីដែលជា idol បាតឡូមេអូរំភើបចិត្តរហូតដល់ថ្នាក់រត់នឹកពាក្យនិយាយអត់ឃើញប៉ុន្តែបន្ទាប់ពីប្រមូលអារម្មណ៍បានហើយបាតឡូមេអូបានប្រាប់លូហ្វីថាសូរ៉ូចង់ជួបគាត់លើអញ្ចឹងលូហ្វីក៏បានដាក់ងារឲ្យបាតឡូមេអូថាលបងសក់មន់កកហើយពឹងឲ្យគាត់ជួយនាំទៅជួបសូរ៉ូគ្រាន់តែលើលូហ្វីដាក់ងារប៉ុណ្ណឹងលបងសក់មន់កករំភើបចិត្តរហូតដល់ដើរទៅមកលេងរួចបន្ទាប់មកលូហ្វីបានរត់ទៅជួបជាមួយនឹងសូរ៉ូហើយនឹងឃីនណាមុននៅពេលហ្នឹងលូហ្វីហើយនឹងសូរ៉ូនិយាយលឺៗណាស់តែឃីនណាមុនឲ្យបន្ថយសម្លេងតិចទៅប្រយ័ត្នបែកការនៅទីនោះផងដែរគេឃើញបែលឡាមីបានកាន់កូនកវិតមួយចង់មកធ្វើឃាតលូហ្វីបើសិនជាគាត់សម្លាប់លូហ្វីបានឌីយ៉ាម៉ាន់ទេដែលជាកូនចៅខ្លាំងម្នាក់របស់ដូហ្វ្លេមីងហ្គោនឹងឲ្យគាត់ចូលក្រុមប៉ុន្តែនៅពេលហ្នឹងដោយសារតែដឹងថាលូហ្វីគឺជាមនុស្សល្អទោះបីជាមានឱកាសក៏បែលឡាមីមិនដាច់ចិត្តសម្លាប់លូហ្វីចោលដែរបន្ទាប់មកមានកូនចៅរបស់ដូហ្វ្លេមីងហ្គោម្នាក់ឈ្មោះដេលីងជើបានមកសើចចំអកឲ្យបែលឡាមីដែលមិនហ៊ានសម្លាប់លូហ្វីតាមពិតមែនទែនទៅដេលីងជើមិនមែនមកសើចចំអកឲ្យបែលឡាមីទេគឺគាត់បានទទួលបញ្ជាពីដូហ្វ្លេមីងហ្គោឲ្យមកសម្លាប់បែលឡាមីចោលតែម្ដងកុំឲ្យបែលឡាមីប្រកែកសាំពេកនៅពេលនោះដេលីងជើបានវាយធ្វើទរណកម្មបែលឡាមីមុននឹងសម្លាប់គាត់ចោលហើយបែលឡាមីដែលជា fan ផ្កាប់មុខរបស់ដូហ្វ្លេមីងហ្គោអត់ជឿសោះថាដូហ្វ្លេមីងហ្គោចង់សម្លាប់គាត់ព្រោះតាមពីណាពីណីមកគាត់ខំយកចិត្តដូហ្វ្លេមីងហ្គោខ្លាំងណាស់ដើម្បីឲ្យបានជួបក្រុមជាមួយដូហ្វ្លេមីងហ្គោនៅពេលនោះបែលឡាមីក៏ព្យាយាមតដៃជាមួយដេលីងជើដែរតែទៅមិនរួច
ហើយទោះបីជាគាត់ចង់រត់ក៏រត់មិនរួចពី Danger ដែរចុងក្រោយនៅពេលដែល Danger ចង់សម្លាប់ Bellamy ចោល Bartolomeo បានចូលមកជួយទាន់ Danger ឆ្ងល់ខ្លាំងណាស់ថាហេតុអីបានជា Bartolomeo លោកដៃចូលគោក្នុងរឿងរបស់គាត់ហើយ Bartolomeo បានឆ្លើយថាគាត់មានកូនណាគ្រាន់តែចង់ដាក់ Barry ចោលអញ្ចឹងខុសដែរដល់ពេលខឹងពេក Danger បានយកស្បែកជើងកែរបស់គាត់ទាត់នោះទាត់តែទាត់ Barry នោះអត់បែកសោះបន្ទាប់មកមេក្រុមរបស់ Danger ឈ្មោះ Diamante បានទេមកហៅគាត់ចេញទៅការពាររោងចក្រជាបន្ទាន់ដំបូងឡើយ Danger បកកាយព្រោះគាត់ចង់សម្លាប់ Bellamy ចោលតាមផែនការសិនប៉ុន្តែទោះបីជាយ៉ាងណាក៏គាត់មិនអាចប្រឆាំងជាមួយវិជាមេបានដែរបន្ទាប់មកសាច់រឿងបានកាត់ទៅមើលឡដែលកំពុងតែប្រយុទ្ធគ្នាជាមួយនឹង Do Flamingo វិញម្ដង Why are you running away? Bro! នៅពេលនោះលោកចាប់អារម្មណ៍ថាថាមពលរបស់គាត់ជាដល់កំណត់ប្រើក្បាច់រួមឡើងចង់បានហើយ Do Flamingo ក៏ដឹងដែរថាមកពីឡនឹងប្រើវាច្រើនដងពេកកិច្ចពីគាត់ផងទប់ទល់ជាមួយនឹងឯកការរបស់ Fujitora ផងហើយនឹងជួយសង្គ្រោះ Sanji ផងក្រោយមកមិនយូរប៉ុន្មានលោកពិតជាមិនអាចប្រើក្បាច់រួមបានតទៅទៀតមែនវាគួរឲ្យស្ដាយតាមពិតលោកចង់វាយពជាពេល Do Flamingo ឲ្យបានយូរបន្តិចទោះបីជាគាត់ត្រូវស្លាប់ឲ្យតែក្រុម Luffy កំទេចរោងចក្រផលិតស្មៃរបស់ Do Flamingo បាននោះ Kaido នឹងសម្លាប់ Do Flamingo ចោលហើយនៅពេលនោះមានសំណួរមួយដែល Do Flamingo សួរទៅកាន់លោកគឺហេតុអីបានជាលោកទុកចិត្ត Luffy ម៉េចចម្លើយយ៉ាងខ្លីរបស់លោកគឺដោយសារតែ Luffy មានឈ្មោះអក្សរ D គ្រាន់តែលឿនជាងភ្លាម Do Flamingo ខឹងខ្លាំងណាស់ដូចជាអត់ចូលចិត្តអក្សរ D នឹងទេហើយគាត់បានវាយប្រហារទៅលើលោកឡើងបាច់ឈាមត្រឡប់ទៅមើល Luffy ពេលនេះពួកគេកំពុងតែជួបប្រជុំគ្នាតាមទូរស័ព្ទដើម្បីអាប់ដេតព័ត៌មានឲ្យគ្នាទៅវិញទៅមករឿងរ៉ាវគ្រប់យ៉ាងយើងសិតតែបានដឹងកន្លងមកហើយតែមានរឿងថ្មីមួយដែល Frankie បានលើកឡើង Frankie បាននិយាយថាគាត់មិនអាចធ្វើតាមផែនការរបស់ Law បានទេផែនការរបស់ Law គឺគ្រាន់តែឲ្យពួកគេកំទេចរោងចក្រផលិតស្មៃហើយនាំគ្នាដកថយទុកឲ្យ Kaido ចាត់ការ Do Flamingo តែសម្រាប់ Frankie ក្រោយដឹងពីប្រវត្តិរបស់កោះ Dressrosa គាត់ចង់បបួលគ្នា Luffy ចាត់ការ Do Flamingo ចោលតែម្ដងសម្ដីរបស់ Frankie នៅពេលនោះមើលម៉ាត់ខ្លាំងណាស់មិនមែនលេងសើចដូចរាល់ដងទេហើយនៅពេលនោះអត់គិតច្រើនទេ Luffy ក៏ឯកភាពតាមកំណត់របស់ Frankie គឺពួកគេនឹងចាត់ការ Do Flamingo ចោលគាត់បានឲ្យ Frankie ទៅមុនចុះគាត់នឹងទៅតាមក្រោយចំណែក Sanji ពេលឯកភាពគ្នាអញ្ចឹងហើយក៏ប្រាប់ឲ្យ Nami បកទូត្រឡប់ទៅកាន់ Dressrosa វិញភ្លាមៗនោះផងដែរស្រាប់តែមានលឺសំឡេងផ្ទុះក្ដុំក្ដាំងពេញទីក្រុងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងគ្នារបស់ Luffy ហើយនិងក្រុមកងបរិនដែលកំពុងតែធ្វើការងារនៅលើកោះ Dressrosaតាមពិតសម្លេងផ្ទុះនោះបង្កឡើងដោយ Do Flamingo ដែលបានវាយប្រហារធ្វើទរណកម្មឡហើយក្រោយមកក៏ក្បាញ់ឡជាច្រើនគ្រាប់ទៀតនៅចំពោះមុខ Luffy ឃើញចឹង Zoro ហើយនិង Kinemon ក៏នាំគ្នាសម្រុកចូលទៅប៉ុន្តែពីនឹងប៉ះគ្នាទៅហើយ Fujitora បានចូលមកវាយស្ទាក់មកទល់ពេលនេះ Zoro ទំដឹងទេថាបរិបពីការភ្នែកដែលគាត់បានជួបការពីលើកមុនគឺជា Admiral បន្ទាប់មក Fujitora បានប្រើជំនាញពិសេសរបស់គាត់រុញ Zoro ចុះទៅក្នុងដីពេលឃើញចឹងគ្នារបស់ Zoro ព្រួយបារម្ភពីគាត់ខ្លាំងណាស់នៅពេលនោះផងដែរ Do Flamingo ក៏លោតចូលទៅទាត់ Kinemon ថែមម្នាក់ទៀតឃើញចឹង Luffy ក៏ចង់ចូលទៅជួយផងដែរតែគាត់អស់កម្លាំងលេងដោយសារតែរបាដៃដែលគាត់កាន់នឹងគឺជា Sea Prison Stone តាមទៅមើល Zoro ពេលធ្លាក់ចូលទៅក្នុងដីហើយគាត់ក៏មិនតាន់អីដែរហើយនៅពេលនោះគាត់បានប្រើ Fuse ដាវវាយបកទៅកាន់ Fujitora វិញដើម្បីរំដោះខ្លួនហេតុការណ៍ដែលបានកើតឡើងនឹង Kinemon ក៏បានរាយការណ៍ទៅឲ្យគ្នារបស់ Luffy ទាំងអស់គ្នាបានដឹងផងដែរពេលនេះរឿងកាន់តែធំហើយត្រឹម Do Flamingo ម្នាក់ពិបាកទប់ទល់ទៅហើយបើសិនជាថែម Emerald Fujitora ម្នាក់ទៀតមិនដឹងថាដោះស្រាយយ៉ាងណាទេបន្ទាប់មក Do Flamingo បានក្បួយកោអាឡហើយបបួល Fujitora ទៅនិយាយគ្នានៅកន្លែងគាត់មកទល់ពេលនេះ Fujitora មិនតាន់ឈរនៅខាងណានៅឡើយទេអញ្ចឹងហើយទៅគាត់តាមទៅស្ដាប់ Do Flamingo និយាយបន្តមកទៀតស្រាប់តែលើក្រុមរបស់ Nami ស្រែកតាមទូរស័ព្ទមូលហេតុគឺដោយសារតែពួកគេបានឃើញសពៅយ៉ាងធំមួយដែលតុបតែងមើលទៅដូចនំខេកអញ្ចឹងហើយផ្លាករបស់វាសរសេរថា Big Mom ហើយច្បាស់ខ្លាំងណាស់នោះគឺជាសពៅរបស់ Big Mom ព្រោះ Sanji បានឃើញកូនចៅរបស់ Big Mom ពីរនាក់នៅលើសពៅនោះហើយបើតាមសម្ដីរបស់ពួកគេគឺពួកគេចង់បាន Caesar ប៉ុន្តែនៅពេលនោះ Caesar បានសុំឲ្យ Sanji ជួយគាត់ព្រោះគាត់អត់ចង់ទៅជាមួយ Big Mom ទេហើយបើតាមមើលទៅគាត់ធ្លាប់ធ្វើកំហុសអីម្យ៉ាងដាក់ Big Mom បន្ទាប់មកមិនចាំយូរទេសពៅរបស់ Big Mom បានសេរីកណ្ដងមកដេញបាញ់ពួកគេនៅពេលនេះទូសានីត្រូវបង្ខំចិត្តបោឆ្ងាយទៅចេញពីកោះ Dressrosa ហើយ Frankie គិតថាវាក៏ល្អដែរព្រោះបើសិនជាក្រុម Big Mom ឡើងទៅកោះ Dressrosa ផងដែរពិបាកធ្វើការណាស់ចំណែក Nami ក៏យល់ស្របតាម Frankie ដែរនាងវិភាគដឹងថាពេលនេះមានរបប3ដែល Do Flamingo ចង់បានទី1គឺរោងចក្រផលិតស្មៃទី2គឺ Caesar ហើយទី3មិនដឹងមូលហេតុអីទេ Do Flamingo ក៏ចង់បាន Momonosuke ផងដែរនៅពេលនេះក្នុងដៃរបស់ពួកគេមាន2គឺ Momonosuke ហើយនិង Caesar បើសិនជាពួកគេធ្វើដំណើរទៅកាន់ Dressrosa Do Flamingo ងាយស្រួលចាប់យកពួកគេខ្លាំងណាស់ពេលដឹងចឹងហើយ Luffy ក៏បានបញ្ជាឲ្យ Nami Sanji Brook ហើយនិង Chopper រួមទាំង Momonosuke ផងដែរនាំគ្នាធ្វើដំណើរទៅកាន់កោះឈ្មោះ Zou មុនហើយ Sanji ក៏បានទទួលបញ្ជាប៉ុន្តែក្នុងពេលជាមួយគ្នាគាត់សុំការអនុញ្ញាតពី Luffy ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះសូមអញ្ជើញតាមដានរឿង One Piece បន្តទៀតវីដេអូនេះចាប់ផ្ដើមពីការប្រជុំរបស់កងទ័ពបដិវត្តន៍វាគឺជាការប្រជុំតាក់ទងជាមួយនឹងប្រតិបត្តិការហើយនឹងផែនការដែលពួកគេត្រូវធ្វើក្នុងប្រមាណនាទីខាងមុខទៀតស្រវិចខ្លីទៅការងារដំបូងដែលពួកគេត្រូវធ្វើគឺត្រូវតែចាត់ការម្នាក់ដែលធ្វើគ្នារបស់ពួកគេខ្លាចទៅជា Toy ដើម្បីជួយឲ្យ Toy ទាំងអស់ត្រឡប់មកខ្លាចទៅជាមនុស្សធម្មតាវិញម្នាក់នោះមានឈ្មោះថា Sugar ញ៉ាំមើលទៅដូចកូនក្មេងនៅសារតែ Devil Fruit ដែលនាងបានញ៉ាំគឺឲ្យនាងនៅក្មេងរហូតហើយអ្នកដែលនៅចាំការពារនឹងជាប្រចាំគឺ Trevor ដែលជាកូនចៅចំណិតរបស់ Do Flamingo ទីហ៊ានជាមួយសឹកដឹងថាពេលនេះ Sugar នៅរោងចក្រ Plus Smite ដែលមានទីតាំងនៅក្រោមដីនៅក្រោមទីក្រុងហើយគាត់បានដាក់ឈ្មោះប្រតិបត្តិការនោះថាប្រតិបត្តិការ SOP នៅពេលនោះឧស្សាហ៍និយាយថាអារឿងទៅវាយក្មេងនឹងទុកចិត្តលើគាត់ចោះចំណែក Frankie បានដូរម៉ូដសក់ថ្មីរបស់គាត់ទៅជារឿងតំណធំមុននឹងចេញទៅប្រយុទ្ធក្នុងពេលជាមួយគ្នា Luffy កំពុងតែរត់រាប់ច្រកចេញពី Colosseum ដើម្បីតាមទៅជួយគ្នារបស់គាត់ទប់ទល់ជាមួយ Do Flamingo ពេលរត់ចុះរត់ឡើងស្រាប់តែទៅជួយជាមួយនឹង Bartolomeo ដែលកំពុងតែ clear Bellamy ហើយ Bartolomeo ពេលឃើញ Luffy ដោយឃើញព្រះរបស់គាត់អញ្ចឹងមានបារមីភ្លឺចែងចាំងភ្នែកគាត់ខ្លាំងណាស់អញ្ចឹងហើយទៅគាត់អត់ហ៊ានមើលចំមក Luffy ទេនៅពេលនោះ Luffy បានសួរគាត់ថាស្គាល់ផ្លូវចេញអត់ហើយ Bellamy បានឆ្លើយកាត់ថានៅនឹងអត់មានផ្លូវចេញទេប៉ុន្តែបើសិនជា Luffy ដើរតាមគាត់ប្រហែលជាគាត់អាចនាំ Luffy ចេញទៅក្រៅបាន
ចំណែកបាត់ឡូមេអូជាល្អណាស់បានប្រាប់លូហ្វីឲ្យចេញទៅធ្វើការងាររបស់គាត់ចុះហើយសន្យាថានៅពេលដែលគាត់ប្រកួតឈ្នះយក Flame Flute បានគាត់នឹងបកគោលវាឲ្យលូហ្វីនៅពេលនោះផងណាសាតែមានម្ដងម្នាក់ដើរទៅដល់ទីនោះហើយនិយាយថា Flame Flute គឺជារបស់គាត់ពេលលេងជើងបាត់ឡូមេអូក៏ចូលទៅសួរបរោះនោះថាចង់វាយគ្នាឥឡូវមែនប៉ុន្តែបរោះនោះមិនបានគាត់ពីគាត់ទេក៏រុញគាត់ឲ្យអែតគៀនបន្ទាប់មកបរោះនោះក៏បានដល់មួកឲ្យលូហ្វីខេមកច្បាស់ធ្វើលូហ្វីកែមស្ទុះក្រោយមកបន្តិចទឹកភ្នែករបស់លូហ្វីចាប់ដើមហូរឲ្យមិត្តព្រោះគាត់រំភើបគិតខ្លាំងពេកស្តាពិតម្នាក់នោះគឺសាបូដែលជាមកប្រដ្ឋធម៌ម្នាក់ទៀតរបស់លូហ្វីបន្ទាប់ពីនិយាយគ្នាត្រីដោយហើយសាម៉ូបានតបតែខ្លួនធ្វើជាលូស៊ីដើម្បីបន្តការប្រកួតចំណែកលូហ្វីបានតបតែខ្លួនតែជាត្រីប្រកហនដើម្បីរត់គេចចេញពី Colosseum ជាមួយនៅសូរ៉ូនៅខេណាមុនយើងនៅរឿងរ៉ាវតែតជាមួយសាបូនៅពេលក្រោយសម្រាប់ពេលនេះសូមបន្តសាច់រឿងរបស់យើងសិនតាមទៅមើលក្រុមបដិវត្តថនថានៅពេលនេះពួកគេកំពុងតែធ្វើដំណើរទៅកាត់ការ Sugar នៅរោងចក្រដើម្បីជួយគ្នារបស់ពួកគេដែលនាងធ្វើឲ្យតែជាថ្វាយខ្លាចទៅជាមនុស្សធម្មតាវិញផ្លូវទៅការរោងចក្រគឺជារូងក្រំដៃទូចមួយដែលកងទ័ពបដិវត្តថនថាម៉ាន់ជីប្រារយៈពេលអស់ជាច្រើនឆ្នាំប៉ុន្តែពួកគេជីករូងនឹងមិនមែនសម្រាប់នៅធំទេអ៊ូសបហើយនៅរ៉ូប៊ីនអាចទៅតាមរូងនឹងបានចំណែក Frank Chi អត់មានជំរឿទេត្រូវតែចូលតាមទ្វារខាងមុខគឺចូលតាម Twilight House Twilight House នោះគឺជាផ្ទះដែល Twilight ត្រូវត្រឡប់ទៅវិញនៅពេលយប់ព្រោះបើតាមច្បាប់របស់ Do Flamingo គាត់មិនឲ្យ Twilight នៅជាមួយមនុស្សនៅពេលយប់ទេពេលទៅដល់ផ្ទះនោះ Twilight ទាំងអស់ត្រូវចតត្រង់ចាក់ធ្វើការមួយយប់ទល់ភ្លឺហើយពេលភ្លឺឡើង Twilight ទាំងអស់ត្រូវត្រឡប់ទៅលេងជាមួយមនុស្សវិញដោយធម្មតាបើធម្មតាមិនយូរប្រហែល Frankie បានរត់ទៅដល់ Twilight House វាក៏ជារឿងល្អដែរបើសិនជា Frankie ឯងមិនឆោតអ្នកយាមចេញមកខាងក្រៅអស់នោះក្រុមរបស់ Usopp កាន់តែងាយស្រួលធ្វើការនៅមាត់ច្រក Twilight House នឹងមានកូនចៅចៅចាំរបស់ No Flamingo ជាច្រើននាក់ហើយក៏មានកូនចៅខ្លាំងម្នាក់ឈ្មោះ Senior Pink ដែលតុបតែងខ្លួនដោយ baby អញ្ចឹងនៅពេលហ្នឹង Frankie មើលយល់ទេថា Senior Pink នឹងពិសេសត្រង់ណាបានស្រីចូលចិត្តគាត់ម៉េះតែទោះជាយ៉ាងណា Frankie អាចបានខ្វល់ទេក៏ចាប់ផ្ដើមបើកការវាយប្រហារមុនភាពចរាចរណ៍នឹងបានដឹងដល់ Do Flamingo ហើយនឹងកូនចៅខ្លាំងៗរបស់គាត់ភ្លាមៗអត់មានចាំយូរទេត្រឡប់ទៅមើល Frankie វិញ Senior P បានហៅថ្មដោយហៅទឹកជើងមកពីក្រោយគាត់តែ Senior P យកបានវាយបហា Frankie ពីក្រោយទេបែរជាមកហៅខ្លួននៅចំពោះមុខ Frankie ហើយត្រូវបាន Frankie វាយម្ដាយឡើងប៉ើងម្ដាយនឹងមិនបានធ្វើឲ្យ Senior P ត្រូវរបួសស្នាមអីទេហើយគាត់នៅតែអាចសម្ដែងធ្វើជាប្រុសស្អាតបានដដែលកាត់ទៅមើលកងតបបដិវត្តមិនផ្លែត Usopp បានសួរ Leo ថា Do Flamingo មានកូនចៅទាំងអស់ប្រមាណនាក់ហើយ Leo បានប្រាប់ថាក្រៅពីក្រុមអចចាម Do Flamingo មានកូនចៅខ្លាំងៗប្រហែលជា10នាក់ដែលចែកជា3ក្រុមក្រុមទី1គឺក្រុមអ្នកមានសមត្ថភាពពិសេសដឹកនាំដោយ Treball ក្រុមទី2គឺក្រុម White ដឹកនាំដោយ Diamante និងក្រុមទី3គឺក្រុមកងកំងណូដែលដឹកនាំដោយ Pika បន្ទាប់មកមិនយូរប៉ុន្មានពួកគេបានទៅដល់កូនដែរនៅទីនោះពួកគេបានឃើញកម្មករដែលយថយជាច្រើនអ្នកកំពុងតែជញ្ជូនអីវ៉ាន់អ្វីដែលអ៊ូសាប់ចាប់អារម្មណ៍គឺទីនោះធំណាស់ប្រៀបដូចជាទីក្រុងកំពង់ផែមួយអញ្ចឹងពេលហ្នឹង Leo បានពឹងឲ្យអ៊ូសាប់ដឹកនាំកងទ័ពទៅកញ្ចាត់ Sugar ចោលព្រោះទាហានជាមួយបានឡើងទៅវារបស់ No Flamingo មុនហើយនៅពេលដែលប្រតិបត្តិការ SOP បានជោគជ័យគាត់នឹងក្លាយទៅជាមនុស្សហើយគាត់នឹងសម្រាប់ No Flamingo មុនគេពេលលេងចេះអ៊ូសាប់ហៃណាស់នៅសពគេបកគោលតំណែងយ៉ាងសំខាន់បែបនេះឲ្យគាត់កាន់បន្តមកស្រាប់តែមានអ្នកយាម2នាក់បានមកតែខៃអ៊ូសាប់ហើយនៅរ៉ូប៊ីនប៉ុន្តែមិនអីទេព្រោះកងទ័ពថនថាលៀងនេះពួកគេបានលោតចូលទៅលួចអាវុធហើយនឹងដោះសម្លៀកបំពាក់អ្នកយាមទាំងពីរនាក់នោះបន្តមកឋានតែបានវាយអ្នកយាមទាំងពីរនាក់នោះឲ្យកប់ដីឋានទាំងផងពិតជាខ្លាំងមិនធម្មតាទេក្រោយពីបានចាត់ការអ្នកយាម2នាក់នឹងហើយក្រុមថនថាបានទៅសាអ៊ូសាប់ថាគាត់ទៅសោតធ្វើជាខ្លាចមកវាយដាស់ត្រូវណាស់ជួយពួកគេអាចកម្ចាត់ស្ត្រូវ2នាក់នោះមិនយ៉ាងងាយហ្នឹងហើយត្រូវហើយខ្ញុំអញ្ចឹងបន្តមកទៀតអ៊ូសាប់ហើយនៅរ៉ូប៊ីនបានផ្លាស់សម្លៀកបំពាក់មកឡងខ្លួនធ្វើជាកូនចៅអចចារបស់ No Flamingo ដើម្បីងាយស្រួលធ្វើការហើយគាត់បានបញ្ជាឲ្យកងទ័ពផនតាសម្រុកចូលទៅមុនទើបឲ្យគាត់ការពារតាមក្រោយដែលតាមការពិតទៅមកពីអ៊ូសាប់ខ្លាចអត់ហ៊ានចូលទៅមុនពេលនេះមុននឹងបន្តសាច់រឿងយើងនាំគ្នាមកមើលផែនទីមួយផ្លែតនៅផ្នែកខាងលើផតគេនេះគឺជាវានដែល No Flamingo ណែខាងក្រោមនេះគឺ Toy House ដែលមានផ្លូវចូលទៅកាន់រោងចក្រហើយអាមួយនេះគឺរោងចក្រអាមួយនេះគឺជាដាយន្តសម្រាប់ឡាយចុះចំណែកអ្នកដែលពួកគេត្រូវចាត់ការនៅបន្ទប់ទីបញ្ជាការនៅម្ដុំនេះបន្តសាច់រឿងយើងវិញពេលនេះក្រុមអចចាងកំពុងតែប្រមូលគ្នាឡើងទៅ Toy House ដើម្បីចាត់ការ Frankie ហើយទាហានជាងមួយនឹងក្រុមថនថាមួយចំនួនក៏ពួននៅក្នុងចដាយន្តនោះផងដែរបន្ទាប់ពីចដាយន្តឡើងទៅបានបន្តិចទាហានជាងមួយក៏ចេញទៅប្រយុទ្ធជាមួយនឹងក្រុមទាហានដើម្បីប្លន់ចដាយន្តឡើងទៅកាន់វាំងបន្ទាប់ពីយ៉ាត់ការក្រុមអចចាមឲ្យហើយសារតែមានកូនចៅខ្លារបស់ Do Flamingo ម្នាក់ដែលនៅក្រុមជាមួយនឹង Diamante បានបង្ហាញខ្លួនគាត់មានឈ្មោះថាឡាវជាហើយមើលទៅក្រុមទាហានជាមួយពិបាកទប់ទល់ជាមួយនឹងឡាវស៊ីនឹងខ្លាំងណាស់
តម្រាំតែចដាយឡាទៅដល់វាឡៅជីបាន3ក្រុមតាហ៊ានជាមួយឡៅទុសៃកាត់ទៅមើលការប្រកួតរបស់បឡប់នេះនៅ Coliseum វិញពេលនេះដល់ទីបញ្ចប់ហើយអ្នកទស្សនារួមទាំងគណៈកម្មការផងដែរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះអត់ដឹងថាមានរឿងអីកើតឡើងទេស្រាប់តែបេក្ខជននាំគ្នាដេកដួលអស់លេងនៅលើទីលានប្រកួតពួកគេបានឃើញភ្លើងឆេះហើយនឹងមានផ្សែងហុយតឡងក្រោយមកពួកគេបានឃើញមានមនុស្សម្នាក់បានងើបឡើងនៅក្នុងផ្សែងហើយពួកគេបានអបអរសាទរម្នាក់នោះខ្លាំងណាស់ប៉ុន្តែនៅពេលដែលផ្សែងរសាត់បាត់ទៅអស់ហើយឃើញថាម្នាក់នឹងគឺជារ៉េបេខាក្រុមអ្នកទស្សនាបែរជាបួនាងទៅវិញពួកគេនាំគ្នាគិតថារ៉េបេខាប្រើល្បិចព្រោះមុននឹងមានផ្សែងហុយតឡងអត់មាននរណាមើលដឹងថាមានរឿងអីកើតឡើងខ្លះទេមានតែបាយស្អែលម្ដងម្នាក់ឈ្មោះសាទដែលឈរមើលតាមទូរទស្សន៍ដឹងថាវាគឺជាស្នាដៃរបស់មនុស្សអត់កម្មាំងម្នាក់ឈ្មោះហាកូបាក៏និយាយថាកាលពីប្រហែលឆ្នាំមុននៅរាជាណាចក្រមួយឈ្មោះរ៉ូមើលមានករណីឃាតកម្មសម្រាប់នគរបានកើតឡើងហើយក្រុមមរិនខ្លាំងៗដែលគេបញ្ជូនទៅកាន់ទីនោះក៏ត្រូវបានហាកូបានោះសម្លាប់ផងដែរត្រឡប់ទៅមើលនៅទីលានប្រកួតមានតែរ៉េបេខាទេដឹងថាមានរឿងអីកើតឡើងមុននឹងពេលប្រកួតគ្នានាងមាននឹងត្រូវបានគេកាប់តែហើយប៉ុន្តែបាន Cavendish ចូលមកជួយនាងទាន់ក្រោយមកមិនដឹងអ្មេចទេ Cavendish ក៏ដេកលក់បាត់នៅកណ្ដាលវាលពេលឃើញចឹងមានបេក្ខជនខ្លះក៏ឆ្លៀតចោលចូលរីចាត់ការគាត់ចោលប៉ុន្តែ Cavendish បានប្រែកាយខ្លាយទៅជាហាកូបាដេញកាប់គេលឿននៅព្យុះនៅពេលនោះហាកូបាក៏ចោទកាប់រ៉េបេខាដែរតែរ៉េបេខាមើលក្បាច់ដែររបស់ហាកូបាទាន់បន្ទាប់ពីកាប់គេឲ្យជាតិហើយហាកូបាតាមប្រែកលាខ្លាយទៅជា Cavendish ដេកធម្មតាវិញប៉ុន្តែគាត់ដេកស្លាប់អត់ដឹងខ្លួនមកវិញទេអញ្ចឹងហើយទៅនៅលើទីលានប្រកួតសល់តែរ៉េបេខានៅទីបំផុតគណៈកម្មការបានបង្ការឲ្យរ៉េបេខាជាអ្នកឈ្នះនៅប្លុកនេះហើយត្រូវបន្តទៅប្រកួតនៅវគ្គផ្ដាច់ព្រាត់កាត់ទៅមើល Luffy Zoro ហើយនិង Kinemon ពេលនេះពួកគេទាំង3បានធ្វើដំណើរទៅដល់ផ្លូវឡើងទៅកាន់វាំងហើយប៉ុន្តែវិគីប្រាប់ថាតើមានការមាន Chill of Code អីបានគេឲ្យឡើងទេពេលនោះ Luffy ចង់បាយសំណប់ចូលតែម្ដងទៅតែវិគីបានខាត់ព្រោះខ្លាចខូចផែនកែក្រោយមកពនាងវីយ៉ាឡាបានទៅដល់ទីនោះហើយប្រាប់ក្រុម Luffy ថានាងនឹងជូនពួកគេឡើងទៅខាងលើនៅផ្នែកខាងលើក្នុងវាយនៅវិញ Do Flamingo បានចាប់ស្ដៃ Riku ហើយនឹង Law ទៅបង្ខាំងទុកហើយនៅទីនោះផងដែរ Fujitora និង Do Flamingo បានជួបពិភាក្សាគ្នាខ្លះៗខ្លឹមសារសំខាន់គឺទី1 Fujitora មកទីនេះគឺដើម្បីការពារ Dressrosa មានន័យថាការពារអាយុជីវិតប្រជាជនចំពោះ Fujitora អាយុជីវិតរបស់ប្រជាជនសំខាន់ជាងអ្វីៗទាំងអស់អញ្ចឹងហើយទៅពេលនេះគាត់ត្រូវកាប់ក្រុមរបស់ Luffy ព្រោះខ្លាចក្រុម Luffy នឹងបង្កចលាចោលនៅឲ្យប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជនការងារទី2ដែលគាត់ចង់ធ្វើគឺចោលរំសាយប្រព័ន្ធ Ballot ចោលបានន័យថានៅពេលដែលគាត់ចាត់ការក្រុម Luffy បានហើយគាត់នឹងមកចាត់ការ No Flamingo វិញម្ដងត្រឡប់ទៅមើលក្រុម Luffy វិញ Luffy ភ័យអបអរណាស់ពេលដឹងថា Viola គឺជាពនាងម្ចាស់ហើយ Viola មានអីត្រូវដាក់បានទេនាងប្រាប់ថានាងត្រូវជាមីងរបស់ Rebecca បន្ទាប់មក Viola បាននាំក្រុម Luffy ដើរតាមផ្លូវសម្ងាត់មួយដែលមានតែគ្រួសាររបស់ស្រី Riku ទេទៅស្គាល់ផ្លូវមួយហ្នឹងបព្វពួករបស់ No Flamingo ក៏អត់ស្គាល់ផ្លូវហ្នឹងដែរក្នុងពេលជាមួយគ្នានៅ Coliseum នៅវិញគណៈកម្មការបានឱកាសចាប់ផ្ដើមការប្រកួតវគ្គផ្ដាច់គ្រាប់ដើម្បីទៅដាំយក Flame Fruit បេក្ខជនដែលត្រូវចូលរួមប្រកួតមាន5នាក់ទី1គឺ Sabo ដែលគណៈកម្មការស្គាល់ថា Lucy ទី2គឺ Bartolomeo ដែលប្រកាសខាងឌឺក្រុមអ្នកមើលបំផុតទី3គឺ Burgess ដែលជាកូនចៅរបស់ Blackbeard ទី4គឺ Rebecca ដែលជាកៅស្រីរបស់ស្ដេច Riku និងទី5គឺ Diamante ដែលជាកូនចៅខ្លាំងម្នាក់របស់ Do Flamingo អាប៉ែ Diamante នឹងពេលដែលចូលទីលានប្រកួតសតធ្វើឈ្មោះជាងទេហើយគាត់អាចចូលប្រកួតវគ្គផ្ដាច់ព្រាត់បានដោយបំបីឆ្លងកាត់បេះជំរុកគឺដោយសារតែគាត់ជាអ្នកបងមេរៀបចំកម្មវិធីប្រកួតមួយនឹងសូមបញ្ជាក់ផងដែរថាពេលនេះ Rebecca ដឹងថា Lucy នឹងមិនមែនជា Luffy ទេព្រោះមុនពេលមកដល់ទីនេះពួកគេបានជួបគ្នាម្ដងរួចហើយប៉ុន្តែ Sabo មិនទាន់ប្រាប់ Rebecca ថាគាត់ជានរណាឡើយគាត់គ្រាន់តែនិយាយថាគាត់មិនឲ្យនាងត្រូវរបូតទេបន្តមកមុនពេលការប្រកួតចាប់ផ្ដើមមានបេក្ខជនមកពីប្លុក D 3-4 នាក់បានមកសរឲ្យផ្អាកការប្រកួតដោយសារតែពួកគេមិនសុខចិត្តទទួលយកលទ្ធផលនៃការប្រកួតនៅក្នុងប្លុក B ប៉ុន្តែ Diamante មិនអនុញ្ញាតឲ្យពួកគេរំខានការប្រកួតទេគាត់បានប្រើកណាត់គ្របខ្នងរបស់គាត់ទៅទប់ជាមួយនឹងការវាយប្រហាររបស់ពួកគេមិនដឹងអ្វីទេអ្នកដែលវាយប្រហារគាត់បែរជានាំគ្នាដួលស្លាប់ដូចបុកត្រូវអីម្យ៉ាងអញ្ចឹងមូលហេតុគឺដោយសារតែកណាត់គ្របខ្នងរបស់ Diamante មិនមែនកណាត់ធម្មតាទេគឺវាធ្វើពីដីថែបសមត្ថភាពពិសេសរបស់ Diamante គឺគាត់អាចធ្វើឲ្យរបបផ្សេងៗទៅនៅឡោះដោយកណាត់បានការប្រកួតនៅលើនេះគឺចាប់អារម្មណ៍ថាមានត្រីដោះស្នែងធំៗហើយកាយហែនៅជុំវិញទីនោះត្រីដោះស្នែងធម្មតាបាយបហាតំណែងធ្លាក់ទឹកទេតែព្រោះត្រីដោះស្នែងធំៗនោះលូបាយបហាតំណែងនៅលើគោកទៀតក្នុងចំណោមត្រីដោះស្នែងធំៗតែនោះមានត្រីមួយដែលលើខ្នងរបស់វាមានហឹបមួយហើយនៅក្នុងហឹបនោះមាន Flame Fruit Diamante បានបង្កើតពីលក្ខខណ្ឌប្រកួតថាបើសិនជាអ្នកណាគេអាចយក Flame Fruit ពីលើខ្នងត្រីនោះបានអ្នកនោះគឺជាអ្នកឈ្នះការប្រកួតបន្តមកគ្រាន់តែគណៈកម្មការវាយជួនចាប់ផ្ដើមការប្រកួតភ្លាមបើជាសម្រុកជួនទៅវាយ Sabo មុនគេប៉ុន្តែ Sabo មិនបានវាយបោទៅកាន់ Burgess វិញទេគឺតែពីរត់ជុំវិញទីលានប្រកួតដើម្បីឲ្យត្រីដោះស្នែងដេញខាំគាត់គោលណោរបស់ Sabo គឺចោលរកមុខអាត្រីដែលមានហឹបនៅលើខ្នងនៅពេលនោះមានត្រីដោះស្នែងមួយក្បាលមកនៅទៅបាយបហា Burgess តែត្រូវបាន Burgess សួរមកកៃណៃប៉ែនទៅយ៉ាងឆ្ងាយហាំពូដេវីគ្រឹះរបស់ Burgess អត់មានអីពិបាកយល់ទេគឺវាផ្ដល់ឲ្យគាត់នៅកម្លាំងមហាសាលបន្ទាប់មកបេក្ខជនទាំងអស់បានចាប់អារម្មណ៍ឃើញត្រីមួយក្បាលដែលមានហឹបនៅលើខ្នងរបស់វាបានបង្ហាញខ្លួនប៉ុន្តែវាមិនមែនមកតែម្នាក់ឯងទេគឺវាបបួលគ្នាមកទាំងអស់ព័ទ្ធជុំវិញទីលានប្រកួតតែម្ដងហើយមិនចាំយូរទេពួកវាក៏បានលោតចូលទៅបាយបហាបេក្ខជនទាំងអស់គ្នា
នៅពេលនោះត្រីដែលមានហាប់នៅលើខ្នងបានសម្ដៅទៅរបែខាហើយរបែខាទៅចង់ប្រាដាថាច់ច្បាប់របស់វាផងដែរតែកាត់ដណ្ដែកក្រោយមកបន្តិចសាបូក៏លោតជន់ទៅលើខ្នងរបស់វាបានសម្ដែកឃើញជាងបៃជាងផ្សេងទៀតមិនអនុញ្ញាតឲ្យសាបូយក friend flame fruit បាននិយាយទេក៏ចាប់ដើមបែកប្រហារទៅលើគាត់អ្វីដែលគួរឲ្យកប់សង្កត់គឺសាបូខ្លាំងណាស់អាចត្រាបាញ់តារាទាំងក្លោទៅជាបែកបំបីកែងដែររបស់ Merges បានកាត់ទៅមើលក្រុម Luffy ពេលនេះពួកគេបានចូលទៅដល់បរិវេណវាំងហើយនៅទីនោះពួកគេមើលឃើញទ្វារធំមួយដែលមានអ្នកយាមយីច្រើនវាឡាប្រាប់ថាពេលពួកគេចូលតាមទ្វារនឹងហើយវាគឺនៅជាន់ខាងលើដើម្បីទៅដល់កន្លែងនៅដូវ Flamingo នៅពួកគេត្រូវឡើងតាមជាដើម 4-5 ជាន់ទៀតបន្ទាប់មកនៅពេលដែលវាឡាចង់នាំពួកគេដើរតាមផ្លូវសំណាក់តទៀតស្រាប់តែបាត់ Luffy ដល់ពេលមើលទៅ Luffy បានសម្រុកចូលទៅតាមទ្វារមកបាត់ទៅហើយយ៉ាងកំតាធွာជាអាយដល់នៅពេលនេះអត់មានជំរឿអីទៀតទេពួកគេត្រូវតែសម្រុកទៅតាមផ្លូវមកជាមួយគ្នាក្រោយពេលដឹងថា Luffy លុបលុយចូលដល់ក្នុងវាំង Lo Flamingo ខឹងហើយឆ្វាខ្លាំងណាស់ព្រោះគាត់ឃើញនៅពេលនេះ Luffy កំពុងតែប្រកួតនៅទីលានប្រកួតនៅឡើយទេតាមទៅមើលគ្នារបស់ Luffy ក្រោយចាត់ការក្រុមបញ្ចក់ចាមអស់ហើយCinnamonបានសុំទៅរកមិត្តភក្តិសំខាន់របស់គាត់ម្នាក់ឈ្មោះ Kanjiro គាត់ជឿថាមិត្តភក្តិរបស់គាត់ទៅត្រូវបាន Sugar ធ្វើឲ្យខ្លាចទៅជា Toy ផងដែរអញ្ចឹងហើយទៅគាត់ពឹងវិធីឲ្យជួយនាំផ្លូវគាត់ទៅ Toy House នៅពេលនេះគ្នារបស់ Luffy នៅសល់គ្នា3នាក់ហើយពួកគេកំពុងតែធ្វើដំណើរទៅរក Lo Flamingo បន្តទៀតនៅតាមផ្លូវមានរឿងចម្លែកកើតឡើងគឺវាចាប់ផ្ដើមនឹងជួយហើយទៀននៅតាមផ្លូវចាប់ផ្ដើមមកលុតម្ដងមួយដោយខ្មោចឡងអញ្ចឹងពេលនេះស្ដាប់តែពួកគេឃើញមានអីម្យ៉ាងយ៉ាងធំផុសចេញពីអញ្ចឹងមកស្វីជាង True So Wolf វាឡាមកស្គាល់ថាម្នាក់នឹងមានឈ្មោះថា Pika ជាកូនចៅខ្លាំងបំផុតរបស់ Do Flamingo វាឡាប្រាប់ទៀតថា Pika ញ៉ាំ Stone Fruit ដែលជួយឲ្យគាត់អាចគ្រប់គ្រងថ្មបានបន្តមកអត់មាននិយាយមួយម៉ាត់ទេ Pika ក៏ចាប់ផ្ដើមបែកប្រហារទៅលើក្រុម Luffy ចំណែក Luffy ក៏មិនឲ្យ Pika មករៀបណាមផ្លូវគាត់ឡាក៏ប្រើកណ្ដាប់ដៃរយប៉ុនបែក Pika កំតិចចោលក្រោយពេលបាយចាត់ការ Pika ហើយ Luffy ក៏ចង់បន្តដំណើរទៅមុខទៀតតែ Pika បានងើបមកស្ទាក់ដំណើររបស់គាត់សារជាថ្មីវាឡាប្រាប់ថា Pika មិនមែនងាយស្រួលទប់ទល់ទេព្រោះគាត់អាចធ្វើវាទាំងមូលខ្លាយទៅជារាងកាយរបស់គាត់តែទោះជាយ៉ាងណាក៏ពួកគេមិនបោះបង់ការព្យាយាមដែរនៅពេលនោះ Zoro បានឲ្យ Luffy នាំវាឡាទៅរក No Flamingo បនចោះចំណែក Pika ទៅឲ្យគាត់ជាអ្នកចាត់ការញាតិទៅមើលនៅ Toy House មកផ្លែពេលនេះ Frankie កំពុងតែបង្កចលាចលដើម្បីតែទាញការចាប់អារម្មណ៍គាត់ចង់បញ្ឆោតឲ្យកូនចៅរបស់ No Flamingo ប្រមូលគ្នាមក Toy House ដើម្បីឲ្យគ្នារបស់គាត់ផ្សេងទៀតងាយស្រួលធ្វើការប៉ុន្តែមិនត្រឹមតែកូនចៅរបស់ Do Flamingo ទេក្រុម Marine ក៏តាមមកកាប់ខ្លួនគាត់ផងដែរមិនដឹងថាគាត់អាចទប់ទល់បានយូរប៉ុណ្ណាទៀតទេត្រឡប់ទៅមើល Usopp វិញពេលនេះគាត់កំពុងតែពិនិត្យមើលស្ថានភាពដើម្បីរកផ្លូវឡើងទៅបន្ទប់របស់ Sugar នៅទីនោះក៏កំាន់ចាប់អារម្មណ៍លើមកពងចង្អេងចង្អាងដែលមានពណ៌ក្រហមហើយ Leo ប្រាប់ថាអាមកពងនឹងគេសម្រាប់ទម្លាក់មនុស្សចុះទៅបន្ទប់ដាក់សម្រាមក្នុងពេលជាមួយគ្នាគេបានកាប់ទៅមើល Carbondis ដែលនៅពេលនេះគាត់ត្រូវបានគេបោះបញ្ឆោតទម្លាក់ចុះទៅក្នុងបន្ទប់ដាក់សម្រាមហើយក្រោយមកមានអីមិនដឹងទេថើលបានមកចាប់គាត់យកឡើងទៅបន្ទប់ទីបញ្ជាការអ្នករៀបការគាត់បានទៅទីនោះគឺ Trebol ថាមពល Devi Fruit របស់ Trebol គឺវាធ្វើឲ្យខ្លួនរបស់គាត់ខ្លាយទៅជាកាស្អិតនៅទីនោះហូណា Havenlis ក៏បានឃើញ Sugar ហើយក៏បលឲ្យនឹងជួយប៉ុន្តែមានណា Sugar បានទៅប៉ះពាល់ហើយប្រើខ្លួនគាត់ឲ្យទៅជា Toy ក្រោយខ្លាយទៅជា Toy ហើយ Sugar បានដាក់លក្ខខណ្ឌជាមួយគាត់មិនឲ្យគាត់ធ្វើបាបមនុស្សទេថាត្រូវតែស្ដាប់បញ្ជារឿងមួយទៀតអត់មាននរណានេះចាំគាត់ទេគេផ្លេចគាត់អស់ហើយតាមពិតទៅ Havenlis នៅនឹងខ្លួនក៏ប៉ុន្តែក៏មិនអាចបញ្ជាខ្លួនឯងបានក្រោយពី Havenlis គេក៏បានបង្ហាញឲ្យឃើញ Toy ខ្លះៗទៀតតែពីមុនសិតតែជាបេក្ខជនមកចូលរួមប្រកួតហើយចាញ់ត្រឡប់ទៅមើល Usopp វិញពេលនេះគាត់បានដឹកនាំក្រុម Tontatta ចូលទៅដល់មាត់ទ្វារបន្ទប់របស់ Sugar ហើយគោលដៅរបស់ពួកគេបន្តទៀតទីធ្វើម៉េចឲ្យ Sugar ញ៉ាំថ្នាំពិសេសមួយដែលមានរូបរាងដូចតាពីម៉ៃជួអញ្ចឹង Leo ប្រាប់ថាថ្នាំនោះហឹរខ្លាំងជាងគេបំផុតលុយលោអ្នកដែលបានញ៉ាំថ្នាំនោះហើយច្បាស់ជាស្លាប់មិនខានហើយឲ្យតែ Sugar ស្លាប់ Toy ទាំងអស់នឹងប្រែក្លាយទៅជាមនុស្សវិញបើត្រឹមតែ Sugar ម្នាក់មិនប្របាក់ទប់ទល់ទេប៉ុន្តែនាងមាន Trebol នៅចាំការពារនេះហ៊ាននិចសំបីតែរុយមួយក៏មិនឲ្យទៅប៉ានាងផងអញ្ចឹងការដែល Leo ចង់យកថ្នាំដណ្ដាក់នៅក្នុងអត្រតតាពីម៉ៃជួរបស់ Sugar គឺជារឿងបថុយជីវិតបំផុតសម្រាប់រឿងនេះផងណាខ្ញុំសូម Select Tribunation សូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំឆ្លៀតក្នុងការនេះខ្ញុំសូមអរគុណធំៗដល់បងអូនមីងឆេអូនស៊ុនសៃឡាអូនសនបានណេតព្រឹទ្ធច័ន្ទមនីរតនៅបងអូនចុងវិចិត្រព្រមទាំង fan ជាច្រើនអ្នកទៀតដែលបានផ្ដល់គិថវិការដល់រកខ្ញុំសូមជូនពរអ្នកទាំងអស់គ្នានិងក្រុមគ្រួសារឲ្យមានសុខភាពល្អនិងទ្រព្យសម្បត្តិសម្បូរហូរហៀរ